សន្តិងភាពខ្មែរនាំគ្នាអបអបណ្ឌិតសង្ឃានក៏បានសូមជូនពរសម្ដេចបវរធម្មបតីសុខភាពល្អមានតែជាខ្លាំងក្លាដឹកនាំកម្ពុជាបន្តរក្សាសន្តិភាព ដឹកនាំកម្ពុជាបន្តរក្សាសន្តិភាព